សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Demo សម្រាប់រឿងយើងនឹងមកបន្តសាច់រឿងរបស់យើង Player Who Returned 10,000 Years Later យើងជាបន្តទៀតសាច់រឿងយើងបន្តនៅពេលដែលកាំងវូបានសួរទៅកាន់បរិមម្នាក់ដែលជាសមាជិកនៃសមាគមបិសាចហើយអ្វីដែលបរិមម្នាក់នោះយកព្រមប្រាប់ទៅកាំងវូនោះគឺជាគម្រោងការនៃការកោះហៅបិសាចនៃនរកជាន់ទី9ដើម្បីមកផែនដីក្រុមរបស់កាំងវូពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលបានដឹងអំពីដំណឹងមួយនេះបន្ទាប់មកពួកគេក៏ធ្វើដំណើរយ៉ាងលឿនទៅតាមកាំងវូដើម្បីស្វែងរកទីតាំងនៃការកោះហៅបិសាចមកពីនរកជាន់ទី9ពួកគេទាំងអស់គ្នាបានធ្វើការបន្លាស់ទីយ៉ាងលឿនស្វែងរកនៅទីតាំងនៃការកោះហៅនោះកាំងវូបានបន្លាស់ទីស្វែងរកចិត្តពេញមួយព្រៃទៅហើយប៉ុន្តែពួកគេហាក់ដូចជាមិនឃើញទីតាំងនៃការកោះហៅបិសាចតតែសោះរំពេចនោះស្រាប់តែមានពន្លឺថាមពលបិសាចយ៉ាងខ្លាំងបានបាញ់ទៅលើផ្ទៃមេឃឡើងភ្លឺសញ្ចាចពណ៌ស្វាយពេញមេឃទាំងមូលដោយឃើញបែបនេះដោយខ្លាចមិនតាន់ការកាំងវូក៏បានបើកស្លាបនៃថាមពលមេឃីហោះទៅមុនអ្នករាល់គ្នាកាំងវូបានហោះយ៉ាងលឿនសម្ដៅទៅកាន់ទីនោះអ្វីដែលគាត់បានឃើញនោះគឺជាក្បួននៃថាមពលបិសាចយ៉ាងខ្លាំងដែលគាត់នឹកស្មានមិនដល់នេះប្រហែលជាការកោះហៅបិសាចដ៏ខ្លាំងក្លាមួយហើយដូច្នេះខ្ញុំមិនអាចឲ្យការកោះហៅនេះបានជោគជ័យនោះទេកាំងវូក៏បន្លាស់ទីយ៉ាងលឿនចុះទៅបញ្ឈប់ពួកសមាគមបិសាចឲ្យឈប់ភ្លាមក្រុមនៃសមាគមបិសាចបន្ទាប់ពីឃើញកាំងវូក៏និយាយថាអ្នកឆ្លៀនពៀនតើឯងបានមកដល់ហើយមែនទេកាំងវូបានលើកដាវអាទិទេពនៃពន្លឺភ្ជង់ទៅកាន់ពួកគេនិងនិយាយថាតើកន្លែងរៀបចំផែនការអាក្រក់របស់ពួកឯងគឺនៅទីនេះទេតាហើយមូលហេតុដែលកាំងវូពាក់ម៉ាស់នេះដើម្បីការពារនៅពេលដែលបិសាចដែលបានកោះហៅនោះគឺស្គាល់មុខរបស់កាំងវូដោយសារតែថាមពលនៃការកោះហៅនេះពិតជាខ្លាំងណាស់ចាំមើលតើបិសាចដែលបានកោះហៅនេះគឺជានរណាគេរីឯសមាជិកផ្សេងៗរបស់កាំងវូក៏មកដល់ទាន់ពេលផងដែរស្របពេលដែលបិសាចដែលបានកោះហៅបានឈានជើងចេញពីច្រកលំហមែនហើយនេះគឺជាសមាជិកនៃគ្រួសារបិសាចដ៏អស្ចារ្យដរាបណាដែលមានគាត់នៅទីនេះមនុស្សគ្រប់គ្នានៅទីនេះនឹងត្រូវស្លាប់ជាមិនខានស្នែងដ៏ធំរបស់បិសាចក៏លេចឡើងមែនហើយគាត់គឺជាព្រះអង្គម្ចាស់នៃការបំផ្លិចបំផ្លាញបាឡាក់គឺជាស្ដេចបិសាចដ៏អស្ចារ្យនៃនរកជាន់ទី9ចឹងដោយតអ្នកទាំងអស់គ្នាបានដឹងហើយថាបាឡាក់គឺជាដៃឆ្វេងគឺជាមេទ័ពដ៏ខ្លាំងក្លាម្នាក់របស់កាំងវូនៅឋាននរកជាន់ទី9ចាំមើលថាបាឡាក់អាចស្គាល់កាំងវូទេដោយកាំងវូបានពាក់ស្រោមមុខនៃ Gear Guardian បែបនេះបន្ទាប់ពីចេញមកដល់ផែនដីបាឡាក់បានបញ្ចេញស្នាមញញឹមនិងនិយាយថាតើនេះមែនទេគឺជាផែនដីមែនហើយBlack ក៏បានដឹងអំពីផែនដីផងដែរពីព្រោះគាត់គឺជាចំណិតរបស់កាំងវូនោះគាត់បានដឹងអំពីផែនដីដោយសារតែកាំងវូធ្លាប់តែងនិយាយប្រាប់គាត់ព្រោះអីកាំងវូតែងរអ៊ូចង់ត្រឡប់មកផែនដីនិងចង់បានម្ហូបដ៏ឆ្ងាញ់នៅលើផែនដីនិងស្រីស្រីស្អាតស្អាតបន្ទាប់មកBlackក៏បានសួរទៅកាន់ក្រុមនៃសមាគមបិសាចតើពួកឯងជានរណាគេក្រុមនៃសមាគមបិសាចក៏បាននិយាយប្រាប់ទៅកាន់Blackថាសូមគោរពលោកម្ចាស់ខ្ញុំគឺជាកូនចៅដ៏ស្មោះត្រង់របស់អ្នកពួកយើងគឺជាមនុស្សនៅក្នុងទឹកដីរមែងស្លាប់ហើយពួកយើងពិតជាចង់បាននៅជីវិតអស់កលជានិច្ចដូចជាអ្នកខ្លាំងណាស់បន្ទាប់ពីBlackបាននិយាយជាមួយនឹងសមាជិកនៃសមាគមបិសាចមករំពេចនោះក៏លេចឃើញកាំងវូដែលបានពាក់នៅស្រោមមុខ Guardian រឿងនេះបានធ្វើឲ្យBlackមានការភ្ញាក់ផ្អើលខ្លាំងណាស់រីឯកាំងវូក៏ភ្ញាក់ផ្អើលផងដែរនៅពេលដែលBlackបានលោតជង្គង់នៅពីមុខខ្លួនបែបនេះសូម្បីតែមនុស្សនៃសមាគមបិសាចក៏ភ្ញាក់ផ្អើលរីឯសមាជិករបស់កាំងវូក៏ភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញរឿងបែបនេះBlackបានរត់ជង្គង់ចុះនិងធ្វើការគោរពនិងនិយាយថាសូមគោរព Demon King ដ៏អស្ចារ្យទីបំផុតខ្ញុំបានជួបអ្នកម្ដងទៀតហើយស្ដេចបិសាចដ៏អស្ចារ្យរបស់ខ្ញុំពិតជានឹកនិងចង់ជួបអ្នកខ្លាំងណាស់រឿងនេះបានធ្វើឲ្យកាំងវូពិតជាភ័យព្រួយនិងងាកមុខចេញនិងសម្លឹងទៅមើលក្រុមរបស់ខ្លួននិងនិយាយថាវាគឺជាការយល់ច្រឡំទេអ្នកទាំងអស់គ្នាខ្ញុំមិនដែលស្គាល់អំពីបិសាចនេះពីមុនមកទេរីឯបាឡាកដែលកំពុងលុតជង្គង់នៅមុខកាំងវូនោះបានស្រែកយំយ៉ាងកំសត់ថាស្ដេចបិសាចរបស់ខ្ញុំនឹកអ្នកខ្លាំងណាស់ Demon King ទង្វើមួយនេះកាន់តែធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាឆ្ងល់អំពីរឿងនេះរីឯកាំងវូពិតជាផិតភ័យខ្លាំងណាស់ញើសស្រក់ចុះមកដូចជាទឹកទៅហើយនឹងបានគិតក្នុងចិត្តថាហេតុអ្វីបានជាឯងមកពេលនេះអញ្ចឹងបើសិនជាខ្ញុំមិនបង្ហាញខ្លួននៅមុខឌូមកាលពីមុនដែលបានកោះហៅគាត់នោះទេប្រហែលជារឿងនេះមិនអាចកើតឡើងនោះឡើយប៉ុន្តែពេលបច្ចុប្បន្នសមាជិកនិងសមាមិត្តរបស់ខ្ញុំបានប្រមូលផ្ដុំនៅទីនេះទាំងអស់វាពិតជាពេលវេលាដ៏អាក្រក់មែនសម្រាប់ខ្ញុំការជឿទុកចិត្តកន្លងមកដែលខ្ញុំខំប្រឹងសម្ដែងគ្រប់យ៉ាងទាំងអស់ត្រូវរលាយនៅពេលនេះនិងងារជីវរៈរបស់ខ្ញុំត្រូវបាត់បង់នៅពេលនេះតាមមែនទេតែខ្ញុំត្រូវប្រាប់មនុស្សគ្រប់គ្នាថាខ្ញុំគឺជាបិសាចដែលមកពីនរកជាន់ទី9មែនអត់
ទឹកមុខរបស់កាំងវូនៅពេលនេះពិតជាស្មុគស្មាញខ្លាំងណាស់មិនដឹងថាគួរត្រូវដោះស្រាយបែបណារីឯបាឡែកនៅតែយំស្រែកនិងហៅកាំងវូថា Demon King Demon King រឿងនេះបានធ្វើឲ្យកាំងវូពិតជាស្មុគស្មាញខ្លាំងណាស់នៅក្នុងឋាននរកជាន់ទី9មានបិសាចជាច្រើនហេតុអ្វីបានជាគាត់ដែលជាអ្នកត្រូវបានកោះហៅពិតណាស់គាត់មិនដឹងថាទៅនិយាយយ៉ាងណាឲ្យបាឡែកបានយល់នោះទេពីព្រោះបាឡែកគឺជាមនុស្សដែលល្ងងខ្លាំងណាស់គាត់មិនយល់និងមិនចេះសម្ដែងនោះឡើយមានតែវិធីមួយចុងក្រោយផងណាដើម្បីធ្វើរឿងទាំងអស់នេះបន្ទាប់មកកាំងវូបាននិយាយថាអ្នករាល់គ្នារៀបចំក្នុងការប្រយុទ្ធកុំចាញ់បោកអាបិសាចនេះអីវាបានហៅខ្ញុំថាជា Demon King តើវាដឹងយ៉ាងណាថាខ្ញុំជានរណាទាំងដែលខ្ញុំបានពាក់ស្រោមមកបែបនេះស៊ីនហ៊ុនក៏គិតអំពីរឿងនេះផងដែរថាវាសមហេតុផលណាកាំងវូបានពាក់របាំងមកនោះទេហេតុអ្វីបានវាដឹងថាកាំងវូជានរណាវាបានហៅកាំងវូថាជាស្ដេចបិសាចតាមពិតទៅវាគឺជាផែនការរបស់ពពួកបិសាចទាំងអស់នេះនោះទេដែលបានធ្វើឲ្យអារម្មណ៍របស់ពួកយើងច្របូកច្របល់អំពីរឿងនេះបន្ទាប់ពីឃើញបែបនេះកាំងវូក៏គិតថាតាមផែនការរបស់ខ្លួននឹងឆ្លើយថាមែនហើយរឿងទាំងអស់នេះគឺជាផែនការរបស់ពពួកបិសាចទាំងអស់នេះនោះទេចាំមើលសាកសួរវាមើលថាវាអាចស្គាល់ឈ្មោះរបស់ខ្ញុំទេរាបាឡាក់ក៏បានស្រែកយំនិងនិយាយថាខ្ញុំគឺជាបាឡាក់ទេហើយអ្វីបានជាពួកគេហៅថាខ្ញុំគឺជាពូជពងនៃអាទិទេពបន្ទាប់មកសមាជិកនៃសមាគមបិសាចបាននិយាយទៅកាន់បាឡាក់ថាបរិមម្នាក់នោះគឺជាអ្នកក្រុមបង្កប់របស់កាយ៉ានោះទេគេមិនមែនជាស្ដេចបិសាចឡើយសូមអ្នកចូលទៅសម្លាប់មនុស្សទាំងអស់នោះទៅពួកគេបានបំផ្លាញនៅផែនការរបស់ពួកយើងរីឯកាំងវូក៏សប្បាយចិត្តនៅពេលដែលឮពួកគេនិយាយអំពីរឿងនេះវាពិតជាល្អខ្លាំងណាស់ចាំមើលតើរឿងវានឹងទៅជាយ៉ាងណាបន្ថែមទៀតបន្ទាប់មកសមាជិកនៃសមាគមបិសាចក៏បាននិយាយបន្ថែមទៀតថាព្រះអង្គម្ចាស់នៃការបំផ្លិចបំផ្លាញបាឡាក់សូមអ្នកក្រោកឡើងនិងធ្វើការសម្លាប់ទៅកាន់ពួកគេទៅបាឡាក់បានឮដូចនេះក៏ខឹងខ្លាំងណាស់ហើយក៏បានដករំពាត់ភ្លើងចេញពីលំហហើយធ្វើការវាយប្រហារសម្លាប់ទៅកាន់សមាជិកនៃសមាគមបិសាចទាំងអស់នោះនិងស្រែកថាពួកឯងហ៊ានណាស់ដែលហ៊ានមើលងាយដល់ស្ដេចបិសាចដ៏អស្ចារ្យរបស់យើងបន្ទាប់មកសមាជិកនៃសមាគមបិសាចទាំងអស់នោះក៏ក្រោកឡើងនិងឡោមព័ទ្ធបាឡាក់និងនិយាយថាលោកម្ចាស់បាឡាក់ហេតុអ្វីបានជាអ្នកសម្លាប់ពួកយើងតើពួកយើងមានកំហុសអ្វីបាឡាក់បានងាកមកក្រោយនិងនិយាយថាតើកំហុសអីមែនទេពួកឯងពិតជាក្លាហានណាស់ដែលហ៊ាននិយាយថាគាត់មិនមែនជាស្ដេចបិសាចរបស់យើងហើយនិយាយថាជាមនុស្សនៅក្រោមបង្គាប់របស់ព្រះទៅវិញរីឯសមាជិកនៃសមាគមបិសាចពិតជាឆ្ងល់អំពីរឿងនេះនិងសម្ដីរបស់បាឡាក់បាននិយាយពិតមែនហើយគាត់គឺជាមនុស្សនៅក្រោមបង្គាប់របស់កាយ៉ាដោយលើដូចនេះបាឡាក់ក៏ធ្វើការវាយប្រហារទៅកាន់ក្រុមនៃសមាគមបិសាចបន្ថែមទៀតហើយនិយាយថាឯងនៅតែហ៊ានមើលងាយគាត់ផងប៊ុំប៊ុំផ្កាភ្លើងបានបែកខ្ជិះខ្ចាយពេញហ្នឹងរីឯយុនជូក៏គិតថាវាគឺជាចំនួនផ្ទៃក្នុងរបស់ពពួកបិសាចទាំងអស់នោះប៉ុន្តែកាំងវូពិតជាភ័យព្រួយណាស់ចំពោះរឿងនេះបន្ទាប់មកបាឡាក់បានប្រើធម្មពលនៃការវាយប្រហារដ៏ខ្លាំងវាយប្រហារទៅកាន់សមាជិកនៃសមាគមបិសាចទាំងអស់នោះនិងនិយាយថាពួកអមនុស្សល្ងងឆាប់ស្លាប់ទៅប៊ុំធម្មពលនៃការវាយប្រហារអំពីចង្វាក់ភ្លើងរបស់បាឡាក់ពិតជាខ្លាំងណាស់បានធ្វើការដុតសម្លាប់ដ៏សន្ធោសន្ធៅទៅលើពួកសមាគមបិសាចទាំងអស់នោះរួមទាំងនិយាយបញ្ជាក់ថាមនុស្សល្ងងអើយសូមឯងស្ដាប់យើងដោយយកចិត្តទុកដាក់ណាមនុស្សម្នាក់នេះគឺជាមនុស្សម្នាក់គត់ដែលនៅចំពោះមុខយើងគាត់គឺជាព្រះអង្គម្ចាស់ដ៏អស្ចារ្យដែលគ្រប់គ្រងនៅឋាននរកជាន់ទី9ហើយគឺជាមនុស្សដែលម្នាក់គត់ដែលបានកម្ចាត់និងយកឈ្នះព្រះអង្គម្ចាស់ទាំង7នៃឋាននរករឿងនេះបានធ្វើឲ្យយុនជូនិងស៊ីនហ៊ុននិងសមាជិកដទៃទៀតរបស់កាំងវូពិតជាភ្ញាក់ផ្អើលខ្លាំងណាស់កាំងវូក៏ភិតភ័យផងដែរនៅពេលដែលឮបាឡាក់និយាយបែបនេះនិងរអ៊ូក្នុងចិត្តថាសូមមេត្តាឯងឈប់និយាយទៅឯងឈប់និយាយទៅបាឡាក់ក៏បាននិយាយបន្ថែមទៀតថាគឺជាមនុស្សម្នាក់គត់ដែលបង្កើតច្បាប់និងឈរនៅកំពូលនៃអាណាចក្របិសាចគឺជាស្ដេចបិសាចដ៏អស្ចារ្យអូកាំងវូរឿងនេះបានធ្វើឲ្យកាំងវូអស់ពាក្យអីនឹងនិយាយនិងបកស្រាយនិងកុហកអ្នកដទៃបានតទៅទៀតហើយបាឡាក់ពិតជាមនុស្សដែលស្មោះត្រង់ដ៏ឆ្កួតមួយមែនសមាជិកនិងមិត្តភ័ក្តិទាំងអស់របស់កាំងវូពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលឮរឿងនេះមូជីននិងកូនស្រីរបស់គាត់សូយុនក៏ភ្ញាក់ផ្អើលផងដែរតើមានរឿងអ្វីកើតឡើងចំពោះកាំងវូរីឯសូអាក៏ភ្ញាក់ផ្អើលផងដែរតើវាជាការពិតទេកាំងវូយុនជូនិងស៊ីនហ៊ុនពិតជាភ្ញាក់ផ្អើលវាមិនអាចទៅរួចទេដែលបិសាចដែលបានកោះហៅនេះស្គាល់ឈ្មោះរបស់កាំងវូថែមទៀតផងរឿងនេះបានធ្វើឲ្យកាំងវូពិតជាស្មានមិនដល់សោះបាឡាឯងពិតជាឆ្កួតមែនឯងហ៊ានទាំងហៅឈ្មោះរបស់យើងឲ្យអ្នកដទៃបានស្គាល់ថែមទៀតផងប៉ុន្តែរឿងមួយដែលស្មានមិនដល់នោះគឺសមាជិកនៃសមាគមបិសាចបន្ទាប់ពីបាឡាក់មិនស្ដាប់និងធ្វើតាមអ្វីដែលខ្លួនបាននិយាយក៏បានប្រាំនៅធម្មពលវេទមន្តគ្រប់គ្រងទៅលើបាឡាក់វាពិតណាស់ដោយសារតែធម្មពលបាឡាក់គឺជាបិសាចដ៏ខ្លាំងក្លាហើយដូចនេះហើយបានជាពួកគេត្រូវបានរៀបចំក្បួនជាច្រើននិងមនុស្សជាច្រើនក្នុងការគ្រប់គ្រងទៅលើបាឡាក់ពួកគេបានសូត្រវេទមន្តបិសាចនិងធ្វើការស្នើសុំនៅធម្មពលបិសាចដ៏ខ្លាំងក្លាដើម្បីអាចគ្រប់គ្រងទៅកាន់បាឡាក់បានបន្ទាប់មកត្រានៃធម្មពលបិសាចដែលពួកគេបានរៀបចំក៏លេចឡើងយ៉ាងធំហុំព័ទ្ធទៅកាន់បាឡាក់ទាំងមូល
រឿងនេះក៏បានធ្វើឲ្យកាំងវូពិតជាភ្ញាក់ផ្អើលផងដែរតើពួកគេកំពុងតែធ្វើអ្វីរីឯត្រាដែលបានសង្កត់នៅលើខ្នងរបស់បាឡាក់ក៏បានបញ្ចេញថាមពលគៀបសង្កត់និងគ្រប់គ្រងទៅកាន់បាឡាក់កាំងវូបន្ទាប់ពីឃើញរឿងនេះក៏គិតឃើញថាថាមពលវេទមន្តរង្វង់នេះគឺជាអ្វីដែលគាត់បានឃើញពីមុននៅលើខ្លួនគ្រីស្រីឡកគឺជាថាមពលនៃការគ្រប់គ្រងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបាឡាក់គឺជាមនុស្សដ៏ល្ងង់ខ្លៅម្នាក់ដែលពិបាកគ្រប់គ្រងសូម្បីតែគាត់ពីមុនក៏មិនអាចគ្រប់គ្រងបាឡាក់បានដែរធ្វើដូចម្តេចទៅពួកសមាគមបិសាចនេះអាចគ្រប់គ្រងបាឡាក់បានទៅបាឡាក់បានបញ្ចេញថាមពលនៅកំហឹងយ៉ាងខ្លាំងនិងស្រែកថាពួកឯងហ៊ានណាស់ពួកឯងហ៊ានគ្រប់គ្រងយើងមែនទេប៊ុំប៊ុំថាមពលនៃការវាយប្រហារនៃរំពាត់ភ្លើងបាឡាក់បានវាយប្រហារទៅកាន់សមាជិកនៃសមាគមបិសាចទាំងអស់នោះភ្លើងនរកក៏បានដុតកម្លោចនិងសម្លាប់នៃសមាជិកមួយចំនួនរបស់សមាគមបិសាចប៉ុន្តែពួកគេក៏នៅតែមិនបញ្ឈប់នៃការសូត្រមន្តអាគមធ្វើការគ្រប់គ្រងទៅលើបាឡាក់ដែរបន្ទាប់មកបាឡាក់ហាក់ដូចជាឈឺក្បាលនិងរងទុក្ខខ្លាំងណាស់រឿងនេះហាក់ដូចជាពួកគេកំពុងតែជោគជ័យហើយក្នុងការគ្រប់គ្រងទៅលើបាឡាក់អញ្ចឹងបន្ទាប់ពីនៅស្ងៀមមួយរយៈបាឡាក់ក៏ធ្វើការរើបំរាស់និងទប់ទល់នឹងថាមពលវិសាចក្នុងការគ្រប់គ្រងទៅលើខ្លួនរបស់គាត់បើសិនជាបាឡាក់នៅតែបន្តបែបនេះគាត់ប្រហែលជាត្រូវបាត់បង់ជីវិតជាមិនខានកាំងវូឃើញដូចនេះក៏ព្រួយបារម្ភអំពីបាឡាក់ផងដែរក៏ស្ទុះធ្វើការទៅទប់ទល់នឹងជួយបាឡាក់ប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះគឺបាឡាក់ហាក់ដូចជាត្រូវបានគ្រប់គ្រងទៅហើយគាត់ក៏ធ្វើការវាយប្រហារយ៉ាងខ្លាំងសម្ដៅទៅលើកាំងវូទោះបីជាកាំងវូបានយកដាវនៃពន្លឺមករារាំងការវាយប្រហារនេះក៏ដោយប៉ុន្តែថាមពលបាឡាក់ពិតជាខ្លាំងណាស់នៅពេលនេះវាបានធ្វើឲ្យកាំងវូបានក្អួតឈាមចេញមកនិងរងរបួសយ៉ាងខ្លាំងផងដែរកាំងវូក៏បានគិតថាតើមនុស្សល្ងងនេះត្រូវបានគ្រប់គ្រងដោយសមាគមបិសាចហើយមែនទេបានជាទឹកមុខរបស់គាត់ប្រែបែបនេះប៉ុន្តែក្រោយមកហាក់ដូចជាបាឡាក់បានដឹងខ្លួនឡើងវិញនិងបានបង្ហាញទឹកមុខយ៉ាងតក់ស្លុតនិងកំសត់និងបាននិយាយថាតើខ្ញុំកាត់អីហេតុអ្វីបានជាខ្ញុំវាប្រហារទៅស្ដេចបិសាចអញ្ចឹងបាឡាក់ដោយគិតថាខ្លួនឯងមានកំហុសនិងមិនអាចគ្រប់គ្រងខ្លួនឯងបាននិងធ្វើឲ្យមានរបួសដល់កាំងវូផងនោះគាត់បានបញ្ចេញថាមពលភ្លើងបំរុងនិងធ្វើការសម្លាប់ទៅកាន់ខ្លួនឯងដើម្បីកុំឲ្យបង្កជាកំហុសវាប្រហារទៅកាន់កាំងវូឃើញដូចនេះក៏ឆ្ងល់ផងដែរតើបាឡាក់បញ្ចេញថាមពលមកលើដៃរបស់គាត់តែគាត់ចង់ធ្វើអីរីឯសមាជិកដទៃទៀតរបស់កាំងវូដូចជាយុនជូសូលអាថេសូនិងអ្នកដទៃក៏កំពុងសម្លឹងមកមើលកាំងវូជាមួយនឹងបាឡាក់ដែលកំពុងការប្រយុទ្ធគ្នាផងដែរប៉ុន្តែរឿងមួយដែលស្មានមិនដល់នោះគឺបាឡាក់ស្ដេចបិសាចដ៏ល្ងង់និងស្មោះត្រង់បានប្រើថាមពលបំរុងនឹងសម្លាប់ខ្លួនឯងដើម្បីជួយលោកម្ចាស់របស់ខ្លួននិងខ្លាចខ្លួនឯងធ្វើការវាយប្រហារទៅកាន់លោកម្ចាស់ដ៏អស្ចារ្យដែលខ្លួនបានគោរពដោយមិនដឹងខ្លួននោះកាំងវូឃើញដូចនេះក៏ភ្ញាក់ផ្អើលនិងខាំចិត្តសង្កត់មិនដឹងថាត្រូវធ្វើយ៉ាងណាទីមួយបើសិនជាគាត់បដ ដោយឲ្យបាឡាក់សម្លាប់ខ្លួនឯងនោះរឿងរ៉ាវទាំងអស់នឹងត្រូវបានបញ្ចប់អ្វីទាំងអស់នឹងទៅតាមផែនការរបស់គាត់ដែលបានរៀបចំទុករឿងរ៉ាវនៃការយល់ច្រឡំទាំងអស់នេះនឹងត្រូវបានដោះស្រាយប៉ុន្តែទង្វើល្អនិងការចូលចិត្តទុកដាក់របស់បាឡាក់ចំពោះខ្ញុំភាពស្មោះត្រង់ចំពោះបាឡាក់ដែលមានចំពោះខ្ញុំគឺគ្មានមនុស្សទី2នោះទេការស្រឡាញ់ស៊ូទ្រាំអត់ធ្មត់និងលះបង់ឲ្យខ្ញុំសូម្បីតែជីវិតរបស់គាត់គឺមានតែម្នាក់គត់គឺបាឡាក់ឈួតមែនខ្ញុំមិនអាចបាត់បង់អ្នកបានទេប្លែកកាំងវូបានស្ទុះយ៉ាងលឿនទៅរារាំងបាឡាក់កុំឲ្យធ្វើរឿងដ៏ល្ងងបែបនេះហេតុអ្វីបានជាឯងល្ងងម្ល៉េះដែលហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីនរណាម្នាក់បែបនេះធម្មពល10000ឆ្នាំនៃស្ដេចបិសាចឋាននរកជាន់ទី9បានទាត់ទៅកាន់បាឡាក់ដើម្បីរារាំងគាត់កុំឲ្យធ្វើបាបខ្លួនឯងនិងស្រែកដាក់បាឡាក់ថាឯងពិតជាមនុស្សដ៏ល្ងងណាស់រឿងនេះបានធ្វើឲ្យបាឡាក់ភ្ញាក់ផ្អើលនិងហៅថាតើអ្នកជាស្ដេចបិសាចរបស់ខ្ញុំមែនទេកាំងវូបានស្រែកខ្លាំងៗដាក់បាឡាក់ហេតុអ្វីបានជាឯងល្ងងម្ល៉េះធ្វើរឿងដ៏ល្ងងខ្លះបែបនេះបើសិនជាយើងខាត់ឯងមិនទាន់នោះឯងនឹងត្រូវស្លាប់បាត់បង់ជីវិតហើយហេតុអ្វីបានឯងមិនចេះនៅស្ងៀមថាឯងមានភាពក្លាហានបែបនេះតាំងពីពេលណាដែលមិនស្ដាប់បញ្ជារបស់យើងអញ្ចឹងបាឡាក់បានធ្វើការសុំទោសកាំងវូទាំងរាងកាយរបស់គាត់បានធ្វើការវាយប្រហារទៅកាំងវូដោយមិនអាចគ្រប់គ្រងបានពិតណាស់ទោះបីជាកាំងវូអាចគេចផុតពីបាឡាក់បាន 2-3 នាទីក៏ដោយប៉ុន្តែធម្មពលរបស់បាឡាក់នៅពេលនេះពិតជាខ្លាំងណាស់គាត់មិនអាចយកឈ្នះបាឡាក់បានទេដោយធម្មពលបច្ចុប្បន្នរបស់គាត់កាំងវូក៏ព្យាយាមកិច្ចចេញនិងទប់ទល់នឹងការវាយប្រហាររបស់បាឡាក់ប៉ុន្តែទោះបីយ៉ាងណាក៏ល្អនោះដែរនៅពេលនេះបាឡាក់បានប្រយុទ្ធដោយមិនប្រើធម្មពលដ៏ខ្លាំងក្លារបស់គាត់ពួកគេបានវាយប្រហារនិងកិច្ចពីគ្នាទៅវិញទៅមកដោយមិនបានបញ្ចេញនូវធម្មពលដ៏ខ្លាំងក្លាក្នុងការប្រយុទ្ធនោះទេប៉ុន្តែរឿងដែលល្អបំផុតគឺត្រូវធ្វើការបំផ្លាញនូវក្បួនក្នុងការគ្រប់គ្រងទាំងអស់នេះបន្ទាប់ពីធ្វើការប្រយុទ្ធគ្នាទៅវិញទៅមកនោះធម្មពលនៃការវាយប្រហាររបស់បាឡាក់និងកាំងវូបានវាយប្រហារសម្រាប់ទៅកាន់សមាជិកនៃសមាគមបិសាចដែលនៅជុំវិញនោះបន្ទាប់ពីពួកវាបានស្លាប់ម្ដងម្នាក់ធម្មពលនៃការគ្រប់គ្រងនោះក៏ចាប់ផ្ដើមរលាយម្ដងបន្តិចផងដែរចុងក្រោយពួកគេក៏អាចសម្លាប់នៅសមាជិកនៃសមាគមបិសាចអស់ហើយធម្មពលនៃការគ្រប់គ្រងនោះក៏បានរសាត់រលាយអស់ផងដែរបន្ទាប់មកបាឡាក់ក៏ធ្វើការលូតជង្គង់ចុះ
អោនគោរពទៅលើកាំងវូនិងស្រែកថាស្ដេចបិសាចដ៏អស្ចារ្យរបស់ខ្ញុំសូមអ្នកសម្លាប់ខ្ញុំចោលទៅដោយសារកំហុសដ៏ធ្ងន់ធ្ងររបស់ខ្ញុំហ៊ានយកអាវុធវាយប្រហារទៅកាន់លោកម្ចាស់រីឯកាំងវូពិតជាភ័យព្រួយណាស់អំពីរឿងនេះគាត់មិនអាចធ្វើការសម្ដែងនិងបោកប្រាស់មនុស្សគ្រប់គ្នាដែលជាមិត្តរបស់គាត់បន្តទៀតបាននោះទេពិតណាស់វាគឺជារឿងវែងឆ្ងាយដែលមិនអាចធ្វើការដោះស្រាយបានដោយងាយៗនោះទេបន្ទាប់មកកាយ៉ាក៏បានដើរមកមុខនិងហៅឈ្មោះរបស់កាំងវូនិងនិយាយថាតើពាក្យសម្ដីដែលពួកអ្នកបាននិយាយតើមានន័យយ៉ាងម៉េចដែររឿងដែលមិនគួរឲ្យជឿនេះបានធ្វើឲ្យមនុស្សគ្រប់គ្នាបែរជាបិទមាត់ស្ងាត់ឈឹងចាំស្ដាប់នៅអ្វីដែលកាំងវូបាននិយាយកាំងវូក៏បានតបនឹងចម្ងល់ដែលនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នានៅពេលនោះថាពិតណាស់រឿងរ៉ាវទាំងអស់មិនមែនជាផែនការនិងការបោកប្រាស់ទៅកាន់អ្នករាល់គ្នានោះទេក៏មិនមែនគឺជាការបញ្ឆោតឲ្យអ្នកទាំងអស់គ្នាជឿទុកចិត្តមកលើខ្ញុំនោះឡើយរឿងទាំងអស់វាមានរឿងវែងឆ្ងាយដែលខ្ញុំមិនអាចលាក់ខ្លួនបានទៀតទេនៅពេលនេះមែនហើយខ្ញុំគឺជាស្ដេចបិសាចនៃនរកជាន់ទី9បាននិយាយឲ្យច្បាស់ទៅពិតណាស់ខ្ញុំពិតជាធ្លាប់ធ្វើជាស្ដេចបិសាចនៃនរកជាន់ទី9ពិតមែនរឿងនេះបានធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់និងសួរកាំងវូថាតើអ្នកកំពុងតែនិយាយអីកាំងវូតើអ្នកជាស្ដេចបិសាចមែនទេកាំងវូក៏បានតបទៅកាន់មនុស្សគ្រប់គ្នាថាពិតណាស់ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នានៅរឿងនេះតាមពិតទៅខ្ញុំពិតជាចង់ប្រាំអ្នកទាំងអស់គ្នានៅពេលដែលរឿងរ៉ាវត្រូវបានបញ្ចប់ប៉ុន្តែខ្ញុំមិននឹកស្មានថាខ្ញុំនឹងត្រូវប្រាំអ្នកទាំងអស់គ្នានៅពេលនេះទាល់តែសោះបន្ទាប់មកកាំងវូក៏បានបញ្ចេញធម្មពលបិសាចរបស់ខ្លួនឲ្យអ្នកទាំងអស់គ្នាបានឃើញរឿងនេះបានធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាភ័យខ្លាចនិងភ្ញាក់ផ្អើលខ្លាំងណាស់បានលើកអាវុធត្រៀមខ្លួនដើម្បីទប់ទល់ទៅនឹងកាំងវូពិតណាស់កាំងវូមិនគិតថានឹងមានពេលវេលាដ៏អាក្រក់បែបនេះទាល់តែសោះនឹងប្រឈមមុខទៅនឹងអ្នកទាំងអស់គ្នាមនុស្សគ្រប់គ្នាដែលជាមិត្តរបស់កាំងវូតែងតែទប់ចិត្តនិងស្រឡាញ់កាំងវូបែរជាប្រុងប្រយ័ត្ននិងខ្លាចទៅលើកាំងវូទៅវិញប៉ុន្តែកាំងវូនៅតែមានសង្ឃឹមនិងប្រើវិធីសាស្ត្រមួយដើម្បីលំលងទៅកាន់ពួកគេហើយឱកាសនោះក៏បានមកដល់នៅពេលដែលកាយ៉ាបានសួរទៅកាន់កាំងវូថាហេតុអ្វីបានជាអ្នកបាននិយាយថាខ្លួនអ្នកគឺជាស្ដេចបិសាចទាំងដែលខ្លួនរបស់អ្នកគឺជាមនុស្សទាល់តែសោះតើអ្នកអាចក្លាយទៅជាស្ដេចបិសាចដោយរបៀបណាបន្ទាប់មកកាំងវូក៏បានធ្វើការពន្យល់ប្រាប់អ្នកទាំងអស់គ្នានៅរឿងតាំងពីដំបូងឡើយរឿងកើតឡើងកាលពី5ឆ្នាំមុននៅពេលដែលគ្រោះមហន្តរាយមកលើផែនដីមានធម្មពលនៃការស្រូបទាញបានយកកាំងវូទៅដល់ឋាននរកមនុស្សគ្រប់គ្នាក៏ភ្ញាក់ផ្អើលដែរនៅពេលដែលលើកាំងវូនិយាយបែបនេះតើវាជាអ្វីទៅធ្លាក់ទៅកាន់ឋាននរកមែនទេប៉ុន្តែកាំងវូក៏មិនដឹងដែរថាហេតុអ្វីបានជាខ្លួនរបស់គាត់ធ្លាក់ទៅក្នុងឋាននរកជាន់ទី9បែបនេះវាហាក់បីដូចជាចេតនារបស់នរណាម្នាក់អញ្ចឹងដែលធ្វើរឿងទាំងអស់នេះប៉ុន្តែអ្វីដែលកាំងវូបានដឹងនោះគឺគាត់បានធ្លាក់ទៅក្នុងឋាននរកនៅពេលដែលមានគ្រោះមហន្តរាយនោះឯងជាមនុស្សម្នាក់ដែលរស់នៅទីនោះមិនមែនជា player គឺជាមនុស្សធម្មតានិងទន់ខ្សោយម្នាក់ត្រូវតស៊ូទាំងអស់សង្ឃឹមរស់នៅទីនោះហើយនៅពេលនោះធម្មពលវិសាចមួយចំនួនក៏ចូលមកក្នុងខ្លួនរបស់ខ្ញុំម្ដងបន្តិចរហូតដល់ខ្លួនរបស់គាត់មានធម្មពលបិសាចនៅក្នុងខ្លួនហើយនៅពេលនោះហើយដែលខ្ញុំបានធ្វើការប្រយុទ្ធប្រឆាំងដើម្បីរស់រានមានជីវិតនៅទីនោះនិងបានចំណាយពេលយ៉ាងយូរណាស់នៅទីនោះយន់ជូលឺដូច្នេះក៏សួរទៅកាន់កាំងវូថាគ្រាន់អ្នកបាននិយាយថាវាគ្រាន់តែពេល5ឆ្នាំតែប៉ុណ្ណោះដែលគ្រោះមហន្តរាយបានកាត់ឡើងនៅពេលដែលអ្នកទៅទីនោះកាំងវូក៏បានតបទៅវិញថាមិនហើយវាគ្រាន់តែជារយៈពេល5ឆ្នាំតែប៉ុណ្ណោះនៅលើផែនដីប៉ុន្តែនៅក្នុងឋាននរកវាគឺជាពេលវេលាដ៏យូរដែលមិនអាចប្រៀបធៀបបានខ្ញុំអាចនិយាយបានថាប្រហែលជា10000ឆ្នាំរឿងនេះបានធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់តើ10000ឆ្នាំមែនទេតើវាអាចទៅរួចដោយរបៀបណាទេតើអ្នកមិនច្រឡំទេកាំងវូក៏បានតបបន្ថែមថាពិតណាស់គឺខ្ញុំបានរស់នៅក្នុងទីនោះរយៈពេល10000ឆ្នាំពិតមែនរីឯបាឡាក៏បាននិយាយបន្ថែមថាពិតមែនហើយលោកម្ចាស់បានចំណាយពេល10000ឆ្នាំធ្វើការប្រយុទ្ធនិងរស់នៅចាប់ពីនរកជាន់ទី1រហូតដល់ជាន់ទី9កាំងវូបានលើដូច្នេះកុំឲ្យបែកផែនការរបស់ខ្លួនបាននិយាយថា Black ឯងបិទមាត់របស់អញទៅស្ដេចបិសាចដ៏ខ្លាំងក្លា Black បន្ទាប់ពីលើការបញ្ជារបស់កាំងវូដូច្នេះក៏បានអោយគោរពយ៉ាងភ័យខ្លាចទៅតាមសម្ដីរបស់កាំងវូសូលអាអេសាដានិងថៃសូពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឮថាកាំងវូពិតជារស់នៅក្នុងឋាននរក9ជាន់រយៈពេល10000ឆ្នាំពិតមែនជន់ជូក៏នៅតែសួរបញ្ជាក់ទៅកាន់កាំងវូថាតើពិតល្អដែលអ្នករស់នៅក្នុងឋាននរក9ជាន់រយៈពេល10000ឆ្នាំហើយគឺជាអ្នកគ្រប់គ្រងនៅឋាននរកតាមមែនទេសំណួរមួយនេះរបស់យន់ជូពិតជាល្អស្របពេលដែលកាំងវូត្រូវរំដោះខ្លួនជាស្ដេចបិសាចកាំងវូក៏បានតបថាមែនហើយបន្ទាប់ពី5ឆ្នាំនៃគ្រោះមហន្តរាយនៅពេលដែលខ្ញុំធ្លាក់ទៅក្នុងឋាននរកនិងរស់នៅក្នុងឋាននរករយៈពេល10000ឆ្នាំនិងខ្លាចជាស្ដេចបិសាចគ្រប់គ្រងនៅឋាននរកបន្ទាប់មកក៏មានការបះបោរដែលបានដឹកនាំដោយសាតានការពិតទៅនៅក្នុងចំណោមពាក្យពិតនៅពេលដែលយើងលាយនៅពាក្យកុហកមួយវាក៏មិនខុសអីនោះទេព្រោះពិតណាស់
គឺគាត់ខ្លាយទៅជាស្ដេចបិសាចនៅក្នុងឋាននរកក្នុងជាន់ទី9ពិតមែនគ្រាន់តែលាយឡំនៅក្នុងការកុហកមួយនោះរឿងរ៉ាវទាំងអស់នឹងប្រែកន្លះទៅជាអ្វីផ្សេងប៉ុន្តែនៅពេលដែលយើងនិយាយកុហកទាំងអស់វាមិនមានប្រសិទ្ធភាពល្អនោះទេកាត់មករឿងពិតជាក់ស្ដែងវិញមនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលកាំងវូនិយាយថាត្រូវបានបះបោរដែលដឹកនាំដោយសាតានកាយានិងអ្នកគ្រប់គ្នាបានសួរបញ្ជាក់កាំងវូថាតើដឹកនាំដោយសាតានមែនអត់កាំងវូបានបញ្ជាក់ប្រាប់មនុស្សគ្រប់គ្នាថាពិតមែនហើយនៅក្នុងឋាននរកគឺមានបិសាចដែលខ្លាំងជាច្រើនដែលគេឲ្យឈ្មោះថាព្រះអង្គម្ចាស់ទាំង7នៃឋាននរកខ្ញុំបានធ្វើការប្រយុទ្ធប្រឆាំងជាមួយពួកគេនិងបង្ក្រាបពួកគេទាំងអស់នៅក្នុងឋាននរកយិនជូពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលឮកាំងវូនិយាយបែបនេះតើអ្នកបានបង្ក្រាបពួកគេមែនទេកាំងវូក៏បានតបទៅវិញថាពិតមែនហើយតាំងពីពួកគេចង់មកឈ្លានពានមកផែនដីមកម្លេះសាតាននិងព្រះអង្គម្ចាស់ទាំង7មានមហិច្ឆតាជាខ្លាំងក្នុងការគ្រប់គ្រងផែនដីហើយបិសាចដែលបានដឹកនាំនិងព្យាករទប់នោះគឺជាសាតានកាយាក៏បានសួរបញ្ជាក់កាំងវូបើដូច្នេះអ្នកបានក្លាយទៅជាស្ដេចបិសាចនៃឋាននរកដើម្បីការពារព្រះអង្គម្ចាស់ទាំង7កុំឲ្យឈ្លានពានផែនដីតាមមែនទេកាំងវូបានប្រាប់តបទៅវិញថាមិនមែនទេរឿងដែលខ្ញុំបានក្លាយទៅជាស្ដេចបិសាចនៅក្នុងឋាននរកគឺជាការប្រយុទ្ធតស៊ូដើម្បីរស់រានមានជីវិតតែប៉ុណ្ណោះប៉ុន្តែខ្ញុំមិននឹកស្មានថានៅពេលដែលខ្ញុំក្លាយទៅជាស្ដេចបិសាចគឺបានរារាំងក្នុងការឈ្លានពានរបស់ព្រះអង្គម្ចាស់ទាំង7នៃឋាននរកកុំឲ្យធ្វើការសម្រាប់រង្គាលនិងឈ្លានពានទៅកាន់ទីកន្លែងនានាដូចជាផែនដីផងដែរប៉ុន្តែទោះបីជាខ្ញុំរស់នៅក្នុងឋាននរកដ៏យូរក៏ដោយប៉ុន្តែអារម្មណ៍របស់ខ្ញុំនៅតែនឹកផែនដីម្ហូបនិងអ្វីៗដែលនៅផែនដីដដែលកាយាឮដូច្នេះក៏បាននិយាយថាបើអញ្ចឹងតាមអ្វីដែលអ្នកនិយាយនោះសាតានក៏បានមកដល់ផែនដីដែរមែនទេកាំងវូក៏បានឆ្លើយថាមែនហើយវាដូចអ្វីដែលអ្នកបានគិតអញ្ចឹងវាគឺជាកំហុសរបស់ខ្ញុំគឺខ្ញុំបានប្រយុទ្ធប្រឆាំងនឹងចាញ់សាតានរឿងនេះបានធ្វើឲ្យកាំងវូមានអារម្មណ៍ថាខ្លួនពិតជាមានកំហុសខ្លាំងណាស់ដែលមិនអាចយកឈ្នះសាតានបានទោះបីជាខ្ញុំខំតស៊ូយ៉ាងណាក៏ខ្ញុំមិនអាចយកឈ្នះសាតានបានដែរនៅពេលដែលធម្មពលអរិយរបស់សាតានបានកើនឡើង666នៃធម្មពលនៃសមុទ្របិសាចរបស់គាត់នៅពេលនេះសាតានបានដណ្ដើមអំណាចដែលខ្ញុំធ្លាប់មាននិងដណ្ដើមតំណែងជាស្ដេចបិសាចរបស់ខ្ញុំបន្ទាប់មកគាត់បានប្រមូលផ្ដុំនៅពពួកបិសាចជាច្រើនរួមទាំងព្រះអង្គម្ចាស់ទាំង7បានបង្កើតនៅច្រកលំហយ៉ាងធំធ្វើដំណើរមកកាន់ផែនដីហើយដើម្បីរារាំងគាត់ខ្ញុំក៏បានធ្វើដំណើរពីក្រោយមកកាន់ផែនដីផងដែរហើយបន្ទាប់មកខ្ញុំក៏អាចមកដល់ផែនដីបានរឿងទាំងអស់ស្ដាប់ទៅដូចជាស្មុគស្មាញណាស់ប៉ុន្តែនេះគឺជាការកុហកនិងបន្លំរបស់កាំងវូតែប៉ុណ្ណោះដោយតែអ្នកទាំងអស់គ្នាបានដឹងហើយថាកាំងវូគឺជាស្ដេចបិសាច10000ឆ្នាំនៅក្នុងឋាននរកនិងយកឈ្នះលើព្រះអង្គម្ចាស់ទាំង7ទាំងអស់នោះហើយសមុទ្រពលឹងបិសាចក៏ជារបស់កាំងវូផងដែរហើយច្រកលំហដែលបានបែកប្រេះនោះគឺជាទង្វើកាំងវូដែលចង់ត្រឡប់មកផែនដីដែលធ្វើឲ្យបែកប្រេះនៅច្រកលំហនិងធ្វើឲ្យកាយាត្រូវបានចុះខ្សោយដែលនាំហេតុឲ្យពពួកបិសាចមកកាន់ផែនដីនិងភពនិងទ្វីបនានាទោះបីជាអញ្ចឹងក៏ដោយប៉ុន្តែអ្វីដែលកាំងវូខំតស៊ូគ្រប់យ៉ាងបែបនេះគឺគ្រាន់តែចង់រស់នៅដោយមានក្តីសុខជាមួយមនុស្សដែលខ្លួនស្រឡាញ់និងញ៉ាំម្ហូបឆ្ងាញ់ៗនិងចង់ផ្លាស់ប្ដូរនៅកំហុសដែលខ្លួនបានធ្វើតែប៉ុណ្ណោះបន្ទាប់មកដើម្បីឲ្យមនុស្សគ្រប់គ្នាជឿជាក់ទៅលើខ្លួនកាំងវូបានប្រើធម្មពលនៃការគៀបសង្កត់និងគ្រប់គ្រងទៅលើស៊ីនហ៊ុនឲ្យស៊ីនហ៊ុនឆ្លើយនិងនិយាយថាបានជឿជាក់មកលើកាំងវូមនុស្សគ្រប់គ្នាក៏ភ្ញាក់ផ្អើលដែរនៅពេលដែលស៊ីនហ៊ុននិយាយថាគាត់ពិតជាជឿជាក់នៅលើកាំងវូសូមកាយានិងអ្នកទាំងអស់គ្នាគិតមើលរឿងរ៉ាវទាំងអស់ដែលកាំងវូខំប្រយុទ្ធប្រឆាំងនឹងពពួកបិសាចកន្លងមកបើសិនជាគាត់គឺជាមនុស្សអាក្រក់នៅខាងបិសាចមែនហេតុអ្វីបានជាគាត់ប្រឹងប្រែងនឹងជួយមនុស្សគ្រប់គ្នាបែបនេះរីឯសូអាក៏ជឿជាក់នៅលើកាំងវូផងដែរពីព្រោះនាងគឺជាមនុស្សដំបូងដែលបានជួបនឹងកាំងវូហើយនាងក៏បានឃើញនៅអារម្មណ៍ដ៏រីករាយរបស់កាំងវូដែលបានហូបនៅស៊ុបគីមឈីនៅពេលដំបូងដែលបានជួបគ្នាប៉ុន្តែរឿងដែលនាងដែលសោកស្ដាយបំផុតគឺនាងមិនបានដឹងថាកាំងវូទ្ររង់ទុកនៅក្នុងឋាននរកអស់រយៈពេលដ៏យូរបែបនេះតតែសោះវាគឺជារយៈពេល10000ឆ្នាំដែលគាត់រស់នៅតែម្នាក់ឯងកាំងវូក៏បានតបទៅកាន់សូលអាវិញថាខ្ញុំមិនអីទេខ្ញុំមិនអាចការទេនៅពេលដែលខ្ញុំបានជួបនឹងអ្នកកាំងវូពិតជាមានអារម្មណ៍ល្អខ្លាំងណាស់មែនហើយសូលអាគឺជាមនុស្សម្នាក់គត់ដែលស្រឡាញ់ជឿទុកចិត្តនឹងការពារគាត់បន្ទាប់មកកាំងវូក៏បានដើរទៅមុខតម្រង់ទៅកាយាហើយបានដកស្រោមមុខនៃសមាជិកកាឌៀនបកគលឲ្យកាយាវិញចាប់ពីថ្ងៃនេះទៅខ្ញុំកាំងវូស្ម័គ្រចិត្តចាក់ចេញពីហ្គាកាឌៀនបន្ទាប់មកកាំងវូក៏បានអោនគោរព
ទៅកាន់អ្នកទាំងអស់គ្នាខ្ញុំកាងវូចាប់ពីថ្ងៃនេះទៅខ្ញុំសូមសន្យាថាខ្ញុំនឹងមិនបង្ហាញមុខរបស់ខ្ញុំនៅមុខអ្នកទាំងអស់គ្នាបន្តទៀតទេទង្វើបែបនេះបានធ្វើឲ្យមនុស្សគ្រប់គ្នាពិតជារំភើបអារម្មណ៍ខ្លាំងណាស់កាយាក៏រំជួលអារម្មណ៍រីឯយិនជូក៏បានខឹងនឹងនិយាយទៅកាន់កាងវូថាអ្នកអាមនុស្សល្ងងខ្ញុំបានចំណាយលុយលើឯងច្រើនណាស់តែឯងចង់ចាក់ចេញដល់បែបហ្នឹងមែនទេរីឯសូឡាក៏មិនយល់ព្រមឲ្យកាងវូចាក់ចេញហើយអ្វីទៅបានកាងវូនិយាយដោយងាយបែបនេះបន្ទាប់មកកាយាបានទទួលនៅស្រោមមុខនៃសមាជិក Guardian ហើយបានសម្លឹងទៅមើលស្រោមមុខនោះនិងគិតអំពីទង្វើរបស់កាងវូដែលបានធ្វើកន្លងនឹងការឈឺចាប់តែបាត់បង់សមាជិករួមទាំងការបដិញ្ញាចិត្តដើម្បីសម្លាប់ពពួកបិសាចជាពិសេសនោះគឺសាតានវាបានធ្វើឲ្យកាយាពិតជារំភើបអារម្មណ៍និងនិយាយថាកាងវូខ្ញុំពិតជាជឿជាក់អ្នកវាមិនមែនជាបញ្ហានោះទេទោះបីជាអ្នកជាបិសាចឬជាស្ដេចបិសាចក៏ដោយអ្នកនៅតែជាសមាជិកនៃ Gear Guardian របស់យើងកាងវូពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលឮរឿងនេះទីបំផុតការសម្ដែងនិងការកុហករបស់គាត់ត្រូវបានជោគជ័យហើយមនុស្សគ្រប់គ្នានៅតែជឿជាក់លើគាត់បន្ទាប់មកកាងវូក៏បានទទួលនៅស្រោមមុខ Gear Guardian ហើយបានពាក់លើមុខនិងបញ្ចេញថាមពលនៃពន្លឺសាចពេញទីតាំងនេះទាំងអស់ដែលធ្វើឲ្យមនុស្សគ្រប់គ្នាពិតជារំភើបនិងសប្បាយចិត្តខ្លាំងណាស់ដោយសារតែកាងវូបានប្រើល្បិចកុហកចុងក្រោយដល់បំលែងខ្លួនធ្វើជាទីរយន្តនិងនិយាយថាសត្វលើកដែលរស់នៅក្នុងទីងងឹតហើយប្រែក្លាយទៅជាពន្លឺទោះបីជារាងកាយគឺជាបិសាចឬវីរៈបរិសក៏ដោយប៉ុន្តែការព្យាយាមក្នុងទុក្ខលំបាកក្នុងការជួយមនុស្សក្នុងពិភពលោកនេះគាត់ពិតជាស័ក្តិសមគឺជាមនុស្សម្នាក់ដែលទទួលបានថាមពលនិងក្លាយទៅជាមនុស្សដែលការពារពិភពលោកនេះពិតមែននិយាយទៅកាំងវូហ្នឹងគឺកុហកដល់ទីបញ្ចប់តែម្ដងអ្នកទាំងអស់គ្នានិយាយមែនសូមចាញ់ស្ដេចបិសាច 10000 ឆ្នាំម្នាក់នេះហើយបាទអរគុណអ្នកទាំងអស់គ្នាចំពោះសាច់រឿងរបស់យើងសូមបញ្ចប់តែប៉ុណ្ណេះចំពោះកំហុសខុសឆ្គងនិងការសម្រាយខុសត្រង់ណាសូមអភ័យទោសនិងអធ្យាស្រ័យផងជាពិសេសសមាជិកដែលមកថ្មីកុំភ្លេច Subscribe ចុច Like និង Comment សប្បាយៗទាំងអស់គ្នាបាយបាយ